ការមានសក់វែងគឺជារឿងមួយដែលលំបាកខ្លាំងមែនតើបើសិនជាយើងរើសជាមួយនឹងសាប៊ូកក់សក់អត់ត្រូវចាធ្វើឲ្យសក់របស់យើងនឹងគឺឡើងកញ្ញាញ់តែម្ដងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំរើសជាមួយនឹងសាប៊ូកក់សក់ម៉ែរួយចាក់តែបន្តិចចានិយាយពីថាសក់របស់យើងគឺឡើងពពុះបានល្អខ្លាំងមែនតើសាប៊ូកក់សក់នេះបងប្អូនចាជួយឲ្យសក់បាត់កែបាត់ល្មមបាច់បែកចុងធ្វើឲ្យសក់របស់យើងគឺរឹងមាំបានល្អខ្លាំងមែនតើអញ្ចឹងហើយសាប៊ូកក់សក់នេះសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំពេញចិត្តជាខ្លាំងមែនតើចាបងប្អូនខ្ញុំកក់ម្ដងហើយខ្ញុំកក់ម្ដងទៀតកក់ត្រឹមតែ2ដងចាធ្វើឲ្យសក់របស់យើងស្មូតអលងបានល្អបន្តមកទៀតចាអ្នកដែលសក់វែងខ្លាំងអញ្ចឹងគឺត្រូវការខ្លាំងបំផុតគឺការអបបើសិនជាអត់បានអបអត់បានអីអត់បានកក់ទេកក់សាប៊ូណាដែលអត់ត្រូវសក់វែងគឺពិបាកនៅក្នុងការត្រងខ្លាំងមែនតើចាសំខាន់ពេលដែលខ្ញុំអបហើយចាខ្ញុំផ្ងំបែបនេះចាទុកប្រហែលជា10នាទីអីចឹងទៅដើម្បីឲ្យសក់របស់យើងចាកាន់តែស្មូតកាន់តែលងចាបន្តមកទៀតទុកពេលវេលានឹងដោះជាមួយនឹង form លាងមុខ booster របស់យើងចាបាត់មុនកាមធ្វើឲ្យស្បែកមុខយើងស្មូតអលងចាបាត់បាក់តេរីពីលើស្បែកមុខបានល្អខ្លាំងតែម្ដង